ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងតាយាយហើយខ្ញុំថាចាំខ្ញុំទៅកាត់ស្លឹកញកាត់ស្លឹកចេកអីតែគាត់អត់ព្រមទេកាន់កញ្ច្រែងមកកាត់ខ្លួនឯងតែម្ដងហើយចង់ភាសាមកងាកមិញទៅរកទិញគេទេតែពេលទៅទិញទៅវាអត់មានអញ្ចឹងទៅប្រហែលជាចង់មែនតែនហើយមកទៅមកប្រាប់កូនថាទិញអាមកអត់បានទេហើយខ្ញុំក៏នឹកឃើញថាអូអញ្ចឹងចាំស្អែកចាំកូនធ្វើអាមកឲ្យភាសាហើយចាំស្លឹកញយើងមានគាត់ថាស្លឹកញយើងមានហើយស្លឹកចេកយើងក៏មានដែរចាំប៉ាកាត់ឲ្យអញ្ចឹងក៏កាន់កញ្ច្រែងទៅកាត់ខ្លួនឯងហ្មងទៅនេះហើយជួយកូនឲ្យធ្វើម៉េចឲ្យឆាប់បានភាសាអញ្ចឹងណាតាមចិត្តឃ្លានណាចង់ភាសាទាំងតាទាំងយាយប៉ុន្តែយាយអត់បានចេញមកទេយាយឥឡូវតែជាប់ដាក់បាតលោកយាយរៀបចំដាក់បាតលោកអញ្ចឹងតាមកកាត់ស្លឹកចេកឲ្យសិននោះក្រងផងអីខងអេះឲ្យញ៉ៃនោះថាកុំឲ្យមកធ្វើអូចង់ណាប៉ាខ្ញុំណាគាត់អត់ទំនេរទេកាត់ហើយយកមកផ្ទះខ្ញុំល្មមណាមកឲ្យតាំងឈឺជង្គង់ផងអីផងតែចេះខំជោគចែវណាហើយឥឡូវនេះនៅមុខផ្ទះខ្ញុំមានស្លឹកក្រូចសើចស្រាប់អញ្ចឹងគាត់បេះគ្រឿងឲ្យមកកាផ្លេប៉ាខ្ញុំជាមិនសូវជាប្រសពធ្វើម្ហូបមកទេប៉ុន្តែបើរៀបចំគ្រឿងក្រៅគាត់ប្រកែគាត់ដឹងថាម្ហូបនឹងដាក់អីអញ្ចឹងណានេះផ្កាយីហូបបងប្អូនដើមផ្កាយីហូបនៅមុខផ្ទះខ្ញុំបងប្អូនស្គាល់អត់ចាឥឡូវរៀបចំធ្វើម្ហូបខ្ញុំប៉ាកាត់ស្លឹកចេកឲ្យហើយក៏យកមកលាងស្លឹកចេកខ្ញុំហើយនឹងស្លឹកញចាស្លឹកញខ្ញុំនេះមិនសូវបានច្រើនទេដោយសារតែខែប្រាំងវារៀងចាស់អញ្ចឹងបានប្រហែលជាប្រហែលស្លឹកនឹងឯងមិនជាច្រើនហ្មងទេតាមពិតអាមកស្លឹកញត្រូវដាក់ឲ្យច្រើនមិនឆ្ងាញ់ដាក់ច្រើនទៅវាដូចបន្លែអញ្ចឹងណាបងប្អូនទាំងអស់គ្នាបងប្អូនធ្លាប់ញ៉ាំស្លឹកញអត់ស្លឹកញខ្ញុំដឹងថាមានវីតាមីនអីខ្លះហើយប៉ុន្តែម្ហូបអាម៉ុកមួយនេះគឺត្រូវការស្លឹកញខ្ញុំអត់បានស្រាវជ្រាវសោះព្រោះអីកន្លងមកម្ហូបឲ្យពេលខ្ញុំធ្វើខ្ញុំស្រាវជ្រាវមើលតើបន្លែអីទាំងអស់ហ្នឹងវាមានប្រយោជន៍អីខ្លះមានវីតាមីនអីខ្លះមានសារធាតុចិញ្ចឹមអីខ្លះណាខ្ញុំតែងតែស្រាវជ្រាវមើលអញ្ចឹងប៉ុន្តែស្លឹកញមួយនេះខ្ញុំដូចជារំលងចាំមើលវីដេអូក្រោយបើសិនជាបានធ្វើម្ហូបជាមួយស្លឹកញនេះទៀតខ្ញុំនឹងជម្រាបហើយខ្ញុំនឹងទៅស្រាវជ្រាវសិនណាបងប្អូនទាំងអស់គ្នាចាឥឡូវនេះខ្ញុំមកបកាត់ភ្លើងទុកឲ្យហើយសិនណាខ្ញុំបកាត់ភ្លើងហើយទៅក៏មានអ្នកលួចមើលតាមលបងណាលួចមើលខ្ញុំបកាត់ភ្លើងហើយខ្ញុំប្រើដងប្រេងណាបងប្អូនខ្ញុំប្រើដងប្រេងបកាត់ភ្លើងនៅផ្ទះបងប្អូនពេលបកាត់ខ្ជុំអញ្ចឹងបងប្អូនយកអីបកាត់ដែរបើខ្ញុំប្រើដងប្រេងពួកអីពេលដុតទៅវាអត់ធំក្លិនឆ្ងៀមខ្លាំងហើយវាអត់សូវប៉ះពាល់សុខភាពមិនមែនថាវាអត់ប៉ះពាល់វាប៉ះពាល់ដែរតែតិចតួចចឹងក៏វាទុកភ្លើងឲ្យវាកាត់សិនចឹងទៅខ្ញុំមករៀបចំគ្រឿងផ្សំហ្នឹងណាបងប្អូនទាំងអស់គ្នាចឹងគ្រឿងផ្សំរបស់ខ្ញុំហ្នឹងអត់មានអីច្រើនទេមានអំបិលស្កររ៉ូឌីបន្តិចទឹកត្រីប្រហុកចាម្ទេសសាច់ត្រីខ្ញុំយកសាច់ត្រីឆ្ដោហើយនឹងខ្ទិះដូងហ្នឹងខ្ញុំបកឲ្យតាមពិតខ្ទិះដូងហ្នឹងខ្ញុំត្រូវធ្វើតាំងពីម្សិលមិញប៉ុន្តែពីម្សិលមិញរវល់អញ្ចឹងទៅអត់បានធ្វើថ្ងៃហ្នឹងអញ្ចឹងហើយបានជាហេតុប៉ាខ្ញុំគាត់ទៅរកទិញអាមកភាសាអញ្ចឹងថ្ងៃនេះបានធ្វើឲ្យគាត់ភាសាផ្ទាល់ដៃហើយអញ្ចឹងពេលធ្វើខ្លួនឯងអញ្ចឹងទៅយើងចង់ដាក់ខ្ទិះច្រើនដាក់សាច់ត្រីច្រើនវាស្រេចទៅចិត្តយើងតែបើយើងទៅទិញគេវាបានតិចជួនកាលទៅទិញទៅកញ្ចប់គេខ្ចប់ចិត្តជួនកាលចង់បានក្បាលបានខ្លួនបានក្បាលអញ្ចឹងណាប៉ុន្តែភាគច្រើនអាមុខក្បាលត្រីឆ្ងាញ់ណាតែដោយឡែកថ្ងៃនេះខ្ញុំអត់មានបានធ្វើអាមុខសាច់ត្រីទាំងមូលទេគឺខ្ញុំយកសាច់ត្រីហ្វីលេមកធ្វើតែម្ដងដោយសារតែឪពុកម្ដាយខ្ញុំនឹងអត់មានថ្មិញទេថ្មិញនោះបាក់អស់ហើយអញ្ចឹងខ្ញុំបារម្ភខ្លាចគាត់ប្រសាទាំងឆ្អឹងទៅវាមានគ្រោះថ្នាក់ដល់គាត់អញ្ចឹងណាអញ្ចឹងទៅខ្ញុំសម្រេចចិត្តថាយក
ត្រីឆ្ដោហ្វីលេយកមកធ្វើអញ្ចឹងពេលគាត់ដុសភាសាគឺភាសាបានដោយសុវត្ថិភាពតែម្ដងបងប្អូនខ្ញុំរងថ្ងៃនេះគិតទៅអត់គិតថាម្ហូបហ្នឹងធ្វើសម្រាប់តម្រូវមាត់ខ្លួនឯងទេគឺធ្វើសម្រាប់តម្រូវមាត់មនុស្សចាស់នៅផ្ទះអញ្ចឹងអ្នកណាដែលមានហានិភ័យខ្ញុំធ្វើតម្រូវអ្នកនោះឯងចាហើយសំបីតែស្លឹកញនេះក៏អញ្ចឹងដែរខ្ញុំត្រូវឆូតត្រូវកាត់ឲ្យខ្លីៗព្រោះខ្លាចឆ្លាក់បងប្អូនអើយត្បិតតែចាស់មែនប៉ុន្តែម្ហូបនៅតែចង់ប្រសាឆ្ងាញ់អាស្រួយដូចតែយើងអញ្ចឹងណាមិនមែនចាស់ហើយអត់ចង់ម្ហូបឆ្ងាញ់ចូលចិត្តក្រៀមក្រោះអីអត់ទេចូលចិត្តយើងចូលចិត្តមិនគាត់នៅតែចូលចិត្តអញ្ចឹងពីក្មេងគាត់ចូលចិត្តមិនចាស់ឡើងក៏ចូលចិត្តអញ្ចឹងដូចគ្នាអញ្ចឹងត្រូវរៀបចំម្ហូបឲ្យមានសុវត្ថិភាពចំពោះអ្នកដែលមានឪពុកម្ដាយចាស់ត្រូវថែទាំគាត់ឲ្យមែនតែនបើមិនអញ្ចឹងទេអូយគ្រោះថ្នាក់មើលមិនឃើញទេខ្ញុំធ្លាប់ម្ដងហើយប៉ាខ្ញុំគាត់ប្រសាស្លឹកអីទេតែពេលរួចទៅឆ្លាក់ឆ្លក់អូខ្ញុំភ័យណាស់ភ័យអស់ព្រលឹងប្រលះអាលីអញ្ចឹងតាមពីបាត់ពិសោធន៍ទាំងនឹងមកគឺរឿងឆ្អឹងរឿងស្លឹកណាវែងរឿងរបស់តុនគឺខ្ញុំមិនហ៊ានប្រហែសទេមុនឲ្យភាសាអីឧបមាថាដូចចង់បាញ់ជំនឿបងប្អូនថ្ងៃមុនចង់បាញ់ជំនឿខ្ញុំកាត់ឲ្យកាទៀវអីក៏ខ្ញុំកាត់ដែរកាត់ឲ្យដុំទូចខ្លីសាច់គោអីក៏អញ្ចឹងកាត់ខ្លីទូចឲ្យហើយបានដាក់ឲ្យភាសាមិនហ៊ានបដ ாய் ទាំងមូលទេអូយខ្លាចណាស់អត់មានទេហើយតែបឺតទៅភ្លក់ងួយធ្វើអីចេញទេស្លន់ហ្មងខ្ញុំណាអញ្ចឹងឥឡូវនេះខ្ញុំជូតស្លឹកជូតអីហើយខ្ញុំរៀបចំកាត់ស្លឹកដើម្បីខ្ចប់អាម៉ុកហើយប្តីខ្ញុំនៅខាងក្រោមនេះក៏គាត់ឆ្វៀលដូងឲ្យខ្ញុំឆ្វៀលដូងដើម្បីដាក់ចំហុយអាម៉ុកអញ្ចឹងណាហើយនេះគឺជាត្រីឆ្ដោហ្វីលេខ្ញុំទិញមកពីផ្សារទេខ្ញុំអត់បានធ្វើខ្លួនឯងទេពីព្រោះចំណាយពេលធ្វើយូរខ្ញុំអត់សូវមានពេលទេណាចាអញ្ចឹងទិញត្រីស្រាប់មក1គីឡូតែ20000ជាងទេមិនខុសជាមួយនឹងត្រីទាំងមូលទេត្រីទាំងមូល10000ជាងមែនប៉ុន្តែយើងយកមកហ្វីលេយកមកសកាដកក្បាលដកអីចេញអញ្ចឹងទៅប្រហាក់ប្រហែលគ្នាចឹងទៅខ្ញុំទិញអាស្រាប់មកហ្មងមកសុកចិត្តឲ្យអ្នកលក់ហ្នឹងគាត់ចំណេញគាត់មានការងារធ្វើអញ្ចឹងណាយើងសុកចិត្តយកពេលហ្នឹងមកធ្វើអីផ្សេងអញ្ចឹងទៅចាអញ្ចឹងត្រីឆ្ដោហ្នឹងខ្ញុំហាន់ជាកង់ដុំល្មមយើងញ៉ាំយើងមួយដុំហ្នឹងញ៉ាំ2ដងអីអញ្ចឹងណា2ម៉ាត់អីអញ្ចឹងទៅខ្ញុំអត់ហ៊ានហាន់ធំទេហើយតមកទៀតនេះខ្ញុំលីងគ្រឿងសិនបងប្អូនគ្រឿងនេះក៏ខ្ញុំអត់បានបុកដែរគ្រឿងនេះគឺខ្ញុំទិញគ្រឿងសម្លកកូរអត់ទិញគ្រឿងសឡំជូរគ្រឿងណាបងប្អូនគ្រឿងសឡកកូរព្រោះសឡកកូរវាមានខ្ជាយអញ្ចឹងបើយើងទិញសឡំមកជូរគ្រឿងវាអត់មានខ្ជាយទេហើយខ្ញុំដាក់ខ្ទិះដូងខ្ទិះដើមលីងជាមួយឲ្យវាឈ្ងុយបងប្អូនខ្ញុំឃើញអ្នកខ្លះគាត់ដាក់លាយខ្ទិះឆៅតែម្ដងតែខ្ញុំចង់ឲ្យឈ្ងុយខ្ញុំកូរឲ្យឈ្ងុយទាំងពីរហ្នឹងទៅហើយខ្ញុំដាក់អំបិលស្ករហើយនឹងរ៉ូឌីបន្តិចទឹកត្រីទៅហើយដាក់ប្រហុកកូរជាមួយគ្នាហ្នឹងតែអត់កូរឲ្យគោកទេគ្រាន់រៀងប៉ែកបងប្អូនយើងយកមកប្រឡាក់ជាមួយត្រីប៉ុន្តែមុននឹងប្រឡាក់ហ្នឹងខ្ញុំអត់មានបានយកមកចាក់ភ្លាមអញ្ចឹងទេណាខ្ញុំទុកវាឲ្យរៀងនៅអ៊ុនខ្ញុំបានចាក់ទាំងក្តៅព្រោះចាក់ទាំងក្តៅខ្លាចសាច់ត្រីហ្នឹងវាឆ្អិនទៅខ្លាចពេលយើងប្រឡាក់ទៅវាបែកបងប្អូនឃើញខ្ញុំលើកដាក់ភ្លាមអញ្ចឹងមែនប៉ុន្តែមែនទេខ្ញុំកាត់វីដេអូនេះណាខ្ញុំទុកសិនទុកឲ្យត្រជាក់ហ្មងទៅបានខ្ញុំយកមកប្រឡាក់មួយត្រីហើយនេះខ្ញុំយកខ្ទិះដូងដែលនៅសល់ខ្លះតែអានេះក៏ខ្ទិះដើមដែរណាហើយខ្ញុំលាយម្សៅពោតបន្តិចទៅកូរវាឲ្យរាងឡើងខាប់ទៅហើយខ្ញុំទុកដាក់ជាមួយអាម៉ុកពីលើណាបងប្អូនដោយឲ្យខ្ទិះហ្នឹងវាកាន់តែឈ្ងុយខ្លាំងហើយនៅក្នុងនេះខ្ញុំប្រឡាក់ត្រីហើយខ្ញុំថែមស្លឹកញហើយច្បល់ជាមួយគ្នាក្នុងនឹងតែម្ដងចាហើយខ្ញុំក៏បានដាក់រោយជាមួយនឹងស្លឹកញហ្នឹងនៅបាតកតងដែរបងប្អូនចង់ច្បល់ជាមួយត្រីហើយដាក់ជាមួយគ្នាក៏បានដែរមិនធ្វើដូចខ្ញុំក៏បានដែរបងប្អូនធ្វើមិនធ្វើណាឲ្យតែបងប្អូនងាយស្រួលហើយលឿនសម្រាប់ខ្ញុំចូលចិត្តធ្វើអីលឿនដោយសារតែពេលវេលាយើងមានកំណត់អញ្ចឹងណាហើយសាច់ត្រីនេះខ្ញុំដាក់កតងធំនេះរៀងច្រើនបន្តិចហើយកតងធំនេះខ្ញុំកាត់បានតែមួយទេអញ្ចឹងខ្ញុំធ្វើកតងទូចច្រើនដោយសារចង់ថាមកកតងអញ្ចឹងយើងញ៉ាំម្នាក់កតងម្នាក់អញ្ចឹងណាយើងចែកអញ្ចឹងទៅស្រួលចែកម្នាក់មកកតងម្នាក់មកកតងខ្ញុំរាប់កតងគ្នាខ្ញុំម្នាក់នៅក្នុងផ្ទះអញ្ចឹងខ្ញុំធ្វើប៉ុណ្្នឹងតម្រូវគ្នាតែម្ដងអញ្ចឹងទៅចាហើយអាម៉ុកខ្ញុំនេះអត់បានដាក់ម្ទេសក្រហមទេដោយសារតែអ្នកម្ដាយខ្ញុំគាត់អត់សូវចេះហឹល
ហឹលតិចក៏គាត់អត់ភាសាដែរអញ្ចឹងខ្ញុំមិនបានដាក់ទេបើបងប្អូនចូលចិត្តម្ទេសក្រហមអាចភាសារសជាតិហឹលបានក៏ដាក់តាមការគួរទៅណាបងប្អូនហើយចុងក្រោយនោះខ្ញុំក៏រោយស្លឹកក្រូចពីលើតិចចាយកទៅចំហុយហើយបើបងប្អូនមិនចង់ដាក់លើទេបងប្អូនចំហុយបានជា10នាទីអីចាំរោយស្លឹកក្រូចរោយម្ទេសអីក៏បានហើយអានេះខ្ញុំដាក់ខ្ទិះណាខ្ទិះខ្ញុំដាក់រួចហើយណាពីលើខ្ទិះដែលខ្ញុំកូរមួយម្សៅពោតមិញហ៎ដាក់បន្តិចអញ្ចឹងទៅពេលត្រូវក្តៅទៅវានឹងចារាវហើយចាហើយនេះខ្ញុំដាក់ស្បៃចងមួយគម្របដើម្បីការពារកុំឲ្យចំហាយទឹកហ្នឹងវាធ្លាក់ចូលទៅក្នុងកតងអាម៉ុកខ្ញុំច្រើនពេកមិនអត់ធ្លាក់សោះហើយណាបងប្អូនខ្ញុំចងស្បៃប៉ុណ្ណេះហើយចំហាយទឹកនៅតែបុកឡើងលើហើយវាធ្លាក់ចុះក្រោមវិញនៅលើអាម៉ុកអញ្ចឹងណាអានេះខ្ញុំចំហុយប្រហែលជា20នាទីឯងបងប្អូនពួកអីត្រីខ្ញុំកាត់កង់តូចចា20នាទីបើបងប្អូនប្រើត្រីទាំងឆ្អឹងប្រហែលជាអាចមានរយៈពេលយូរជាងនឹងអញ្ចឹងណាឥឡូវនេះអាម៉ុករបស់ខ្ញុំឆ្អិនហើយចាខ្ញុំមកយកអាម៉ុកដូងនេះដាក់នៅក្នុងដូងនេះយកទៅជូនប៉ាម៉ាក់ខ្ញុំមួយខ្ញុំទុកខ្លួនឯងមួយអញ្ចឹងម្ហូបខ្ញុំធ្វើសម្រាប់ពីផ្ទះប្អូនស្រីខ្ញុំនិងផ្ទះខ្ញុំអញ្ចឹងណាពេលធ្វើម្ដងគឺត្រូវចែកគ្នាអញ្ចឹងឯងបងប្អូនពេលគាត់មានគាត់ចែកមកខ្ញុំមួយចានអញ្ចឹងទៅខ្ញុំធ្វើក៏ខ្ញុំចែកទៅគាត់អញ្ចឹងទៅណាទៅមកក៏ទៅយើងនៅផ្ទះចិត្តគ្នាស្រួលមួយយ៉ាងដែរតើស្រួលហុចណាស្រួលហុចម្ហូបស្រួលហុចចំណីអីអញ្ចឹងឈឺថ្កាត់មានធុរៈអីចឹងហៅគ្នាលឺណាបងប្អូនខ្ញុំចាហើយឥឡូវយកទៅជូនតានឹងយាយហើយជាដួសបាយចាំខ្ញុំស្រាប់ហើយព្រោះអីខ្ញុំប្រាប់ថាខ្ញុំតន់ភាសាបាយអាមកចិត្តឆ្អិនហើយប្រហែលជា10នាទីអីទៀតខ្ញុំយកទៅឲ្យនេះពងស្រែកហៅហើយប៉ាមកចាក់សោឲ្យហើយចូលទៅក្នុងឃើញរៀបចំបាយហើយខ្ញុំក៏ដាក់អាមកនៅតុបាត់ហើយដាក់លើតុបាយគាត់ហើយនេះកូនតុគាត់ពីអ្នកតាយាយបងប្អូនឃើញអត់អាមកតាមពិតខ្ញុំយកមក4កញ្ចប់ប៉ុន្តែយកមកក្មួយប្រុសខ្ញុំគេមកពីរៀនទៅគេដួសបាយវាញ៉ាំទៅរៀនវិញក៏គេយកមកកតងទៅញ៉ាំបាត់ហើយអញ្ចឹងប៉ាខ្ញុំភ្លក់អីមើលមាត់ទៅឆ្ងាញ់ទៅពីអ្នកសើថាឆ្ងាញ់ពួកអីចង់ណារបស់តែចង់គឺឆ្ងាញ់ហើយបើសិនគាត់អត់ចង់ទេមិនបាច់ធ្វើឲ្យគាត់ទេគាត់មិនប្រសាទេណាអញ្ចឹងណាតើគាត់ចង់បានគាត់ប្រសាទៅដោយសប្បាយចិត្តដោយរីករាយហើយឥឡូវនេះខ្ញុំមករៀបចំបាយឲ្យប្តីខ្ញុំម្ដងតែខ្ញុំថាមករៀបឥឡូវគាត់ដួសបាយរៀបចំឲ្យមុនហើយពីព្រោះគាត់រៀងថ្ងៃដែរហើយម៉ោង12ជាងហើយហើយជាគាត់ឃ្លានហើយព្រោះចុះពីធ្វើបន្លែស្រោចដំណាំអីនៅលើរៀបចំដីឲ្យខ្ញុំដាំបន្លែនៅលើទៅក៏ហើយជាឃ្លានទៅគាត់ប្រសាមុនឲ្យគាត់ប្រសាចាស់ហើយកូនទូចនេះកូនអ្នកចិត្តខាងទេកូនហ្នឹងឲ្យតែឃើញខ្ញុំបើកទ្វារអីចូលមកហើយហៅអ៊ំមកលួយហើយមករញ៉ាំបាយញ៉ាំអីជាមួយហ្នឹងឲ្យសាច់ឲ្យអីញ៉ាំអញ្ចឹងទៅរត់ទៅចឹងរត់ទៅរត់មកហើយគេអាសាមកលេងអត់ស្ងាត់ទេផ្ទះខ្ញុំសបោក្មេងៗមកលេងជាមួយគេអើតាមដបងហៅរហូតហើយថ្ងៃនេះបងប្រុសខ្ញុំអត់បានសូវចូលរួមធ្វើទេដោយសារគាត់មានធុរៈទៅសួរសុខទុក្ខមេគាត់ដែលឈឺមកទៀតឯអាកូនល្អិតចាគាត់ទៅមកដល់ដែរហ្នឹងឥឡូវឲ្យគាត់អត់ញ៉ាំបាយគាត់ថាទៅសិនមកវិញចាំញ៉ាំតែឈ្ងុយអាម៉ុកឥឡូវចូលទៅក្នុងហើយទៅយកចានមកភ្លក់អាម៉ុកសិនរសជាតិមិនដឹងជាយ៉ាងណាទេបងប្អូនអើយខ្ញុំខានធ្វើយូរមិនដឹងរសជាតិឆ្ងាញ់ឬក៏មិនឆ្ងាញ់ទេឲ្យចុងភៅធំប្រលក់តែគាត់ថាចេះអត់អីទេញ៉ាំបានចាហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នានៅឱកាសក្រោយទៀតជម្រាបលាបាយបាយ